អ្នកទាំងអស់គ្នាធ្លាប់គិតដូចខ្ញុំនេះខ្ញុំធ្លាប់គិតថានៅទីក្រុងប៉េកាំងណាគឺជាទីក្រុងដ៏ធំមួយផុសប្រទេសចិនក៏ដូចជាពិភពលោកណាហើយទីក្រុងមួយនេះគឺអត់ដែលស្ងប់ស្ងាត់ទេប៉ុន្តែសម្រាប់ថ្ងៃចូលឆ្នាំប្រពៃណីជាតិផុសកេខ្ញុំគិតថាអូពីមុនមកប្រហែលជាស្រុកគេហ្នឹងអ៊ូអរខ្លាំងណាស់ថ្ងៃចូលឆ្នាំប្រពៃណីជាតិគេហើយអាចនឹងមានបាញ់កំជ្រួចភ្លើងពណ៌លេងផាវអីពេញទីក្រុងប៉ុន្តែហាក់អ្វីដែលយើងគិតហ្នឹងគឺវាខុសទាំងស្រុងព្រោះតែសារថ្ងៃចូលឆ្នាំប្រពៃណីជាតិគេហើយនៅទីក្រុងធំនេះទៅជាមានសភាពស្ងប់ស្ងាត់ទៅវិញព្រោះតែសារតែមនុស្សភាគច្រើនដែលមកធ្វើការនៅទីក្រុងប៉េកាំងហ្នឹងគាត់បានត្រឡប់ទៅលេងស្រុកកំណើតផុសកេវិញដើម្បីជួបជុំគ្រួសារក៏ដូចជាមានបាយមានទឹកអីញ៉ាំជុំគ្នាជាមួយនឹងគ្រួសារផុសកេអឺផ្លូវធំដែលធ្លាប់តែស្ទះចរាចរណ៍រៀងរាល់ម៉ោងធ្វើការរៀងពេលព្រឹកនិងពេលរសៀលបែរជាអត់ស្ទះការធ្វើដំណើរងាយស្រួលជាងមុនហើយយើងមើលទៅដំណើរជីវិតនៅទីក្រុងប៉េកាំងនាថ្ងៃចូលឆ្នាំប្រពៃណីជាតិហ្នឹងមានអារម្មណ៍ថាវាដើរយឺតជាងធម្មតាហើយមនុស្សម្នាហ្នឹងมันបញ្ញាប់បញ្ញាល់ឬក៏มันរត់ប្រណាំងជាមួយពេលវេលាដូចថ្ងៃធម្មតាខុសពីថ្ងៃឈប់សម្រាកថ្ងៃចូលឆ្នាំហ្នឹងឯងហើយបើយើងមើលទៅហាងផ្សេងក៏បិទទ្វារច្រើនព្រោះដោយសារតែមនុស្សដែលបម្រើការងារឬក៏អ្នកដែលធ្វើការនៅក្នុងទីក្រុងប៉េកាំងហ្នឹងគាត់បានឈប់សម្រាកដែរហើយបើយើងមើលទៅអាគារពុកពួយតាមផ្លូវអីគេមានតុបតែងដែរមានន័យថាគេតុបតែងដើម្បីអបអរការចូលឆ្នាំប្រពៃណីជាតិគេប៉ុន្តែយើងហាក់បីដូចជាមានអារម្មណ៍ថានៅទីក្រុងប៉េកាំងហ្នឹងវាដើរយឺតជាងធម្មតាវា slow ហ្មងហ្នឹងហើយទៅអឺធ្លាប់តែឃើញទីក្រុងមួយដែលអ៊ូអរខ្លាំងធ្លាប់តែឃើញទីក្រុងមួយដែលវាមានញឹកតែបែរជាថ្ងៃចូលឆ្នាំប្រពៃណីជាតិគេហ្នឹងគឺមានអារម្មណ៍ថាវារៀងស្ងប់ស្ងាត់ជាងធម្មតាហើយមានអារម្មណ៍ថាrelax មានអារម្មណ៍ថាវាងាយស្រួលវាអាចថាស្ងប់ស្ងាត់អាចមនុស្សមានពេលវេលាគិតមានពេលវេលាសម្រាប់ហើយនិយាយទៅគឺរបៀបថាថ្ងៃចូលឆ្នាំគេសម្រាប់ដើម្បីក្តីសង្ឃឹមមួយសម្រាប់ឆ្នាំថ្មីអញ្ចឹងណាហើយនេះគឺជាអ្វីដែលខ្ញុំចង់បង្ហាញនៅក្នុងវីដេអូនេះព្រោះតែសារតាទីក្រុងដែលយើងធ្លាប់គិតថាជាទីក្រុងធំហើយមនុស្សអ៊ូអរបែរជាមានអារម្មណ៍ថាវាត្រូវបានសម្រាកនៅក្នុងពេលដែលថ្ងៃចូលឆ្នាំប្រពៃណីជាតិគេទៅវិញបាទហើយរីករាយឆ្នាំថ្មីឆ្នាំប្រពៃណីជាតិចិនហើយជូនពរសំណាងល្អទាំងអស់គ្នាបាទ